សួស្តីអ្នកគ្នាចម្រាថ្ងៃនេះមកមើលទៅយងជ័យធំអ្នកគ្នាបូម៉ាស្ទ័រច្រើនហ្នឹងហើយសំខាន់គឺត្រូវទឹកមើលរាប់ទៅដឹងហើយថាធំប៉ុណ្ណាហើយនៅពេលដែលចេញទៅយងអស់គឺកាត់ដៀតទៅលូបាទកាត់ដៀតទៅលូហើយផ្ទះហ្នឹងដឹងហើយមិនថាដាំដំណាំគឺចម្រុះហើយកាត់ដៀតទៅលូអីគឺតែបញ្ញាហ្នឹងរត់ថតអីបានសោះពិបាកនឹងការធ្វើវីដេអូមែនអញ្ចឹងមានធ្វើម្នាក់ឯងទេបាទស្រួលបាទយើងឃើញផ្លែឃើញនិយងអ្នកគ្នាឃើញស្រក់ទឹកមាត់ហ្មងបាននំបញ្ចុកមើលដីហ្នឹងដីសាច់ហ្នឹងហើយដីខ្សាច់ក៏យើងស្រោចទឹកដំណាំមែនទេយើងដំណាំយើងចិត្តហ្នឹងហើយយើងស្រោចយ៉ាងនេះអញ្ចឹងពេលខ្លះដំណាំនៅចិត្តទឹកមិនប្រកាសថាដំណាំហ្នឹងសើមរហូតទេណាហ្នឹងហើយអញ្ចឹងដល់យើងហ្នឹងមានដាំអីផ្សេងដែលមានប្រយោជន៍ខ្លាំងជាងហ្នឹងហើយយើងស្រោចនេះវាចិត្តគ្នាវាបឺនមើលតែយកធំមិនបាច់ដាក់សម្រាមដាក់ស្មៅដាក់អីទេដាក់តែទឹកមកបានហើយអត់រីដីបាទមិនថាដីខ្សាច់ដីឥដ្ឋមួយអែមួយសែតសំខាន់គឺទឹកជីវិតត្រូវការទឹកធម្មជាតិត្រូវការទឹកបើទឹកច្រើនកាន់តែល្អខ្វះទឹកអត់រីកបាទប៉ុណ្ណឹងអ្នកនរគ្នាពីខ្ញុំតារាសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅថ្ងៃស្អែកហើយយកនឹងគឺកាត់លូឲ្យបាទដើម្បីពី3ស្ទើងទៀតតែបានថតអស់ហ្នឹងដោយសារយើងបញ្ញាវិញចំណាមួយជិតដល់បាយថ្ងៃ